លោកអ្នកកំពុងស្ដាប់សំនៀងក្មេងវត្តកាលពីព្រេងនាយមានភូមិតូចមួយលាក់ខ្លួននៅក្បែរមាត់ស្ទឹងមើលពីចម្ងាយឃើញតែផ្ទះឈើចាស់ៗសង់ចន្លោះគ្នាខ្ញុំធំធាត់នៅទីនេះតាំងពីបាតជើងនៅក្រហមរងាលរឿងដែលខ្ញុំនឹងដំណើរតទៅនេះវាមិនមែនជារឿងសម្រាប់ក្មេងៗស្ដាប់លេងនោះទេតែជាហេតុការណ៍មួយដែលចាស់ៗនៅក្បែរផ្ទះខ្ញុំអាយុខ្ទង់50ឆ្នាំជាងចាំយ៉ាងច្បាស់ជាពិសេសឲ្យតែពេលមេឃផ្ដាំងងឹតអ្នកណាក៏បានឃើញដែរបើនិយាយបកត្រឡប់ទៅឆ្នាំ96-97ខ្ញុំចាំច្បាស់ណាស់ក្នុងល្ងាចនោះថ្ងៃទើបនឹងលិចទៅកំបាំងនៅចុងព្រៃខ្ញុំអង្គុយលេងនៅមាត់ស្ទឹងត្រាំជើងក្នុងទឹកត្រជាក់មាត់កំពង់ខាងមុខផ្ទះតារុំដោយផ្ទះខ្ញុំនិងផ្ទះគាត់ប្រើកំពង់រួមគ្នាថ្ងៃនឹងរៀងស្ងាត់ដែរស្ងាត់ជ្រងំតែម្ដងរីឯត្រៃមកខាងទៀតក៏សុទ្ធតែព្រៃសុបទ្រុបមិនសូវមានផ្ទះទេឮតែសំឡេងទឹកហូររឹមដោយឡែកឯចាស់រវល់ទៅប្រជុំផ្ទះលោកអមេភូមិអស់ហើយទឹកស្ទឹងពណ៌រៀងក្រម៉ៅល្អក់កកខ្ញុំអង្គុយលេងបណ្ដើរលូកដៃទៅគក់ក្រណាត់បណ្ដើរក្នុងទឹកនោះមាត់ក៏ចេះតែបង្ហើរសំឡេងច្រៀងបទពីដើមដែលពុកខ្ញុំធ្លាប់ចាក់ក្នុងកាសែតតិចម្នាក់ឯងទន្ទឹមគ្នានោះដែរខណៈដែលខ្ញុំងើបមុខឡើងមកវិញស្រាប់តែឃើញស្ត្រីម្នាក់ឈរនៅឯត្រៃម្ខាងទៀតពីចម្ងាយមេឃរៀងខ្សោយពន្លឺដែរខ្ញុំមើលមិនសូវច្បាស់ទេប្រវែងស្ទឹងក៏វារៀងធំគាត់ឈរនៅក្បែរដប់សង្កែចម្លែកតែម្ដុំនោះគ្មានផ្លូវចូលទេឃើញសុទ្ធតែគុម្ពឫស្សីធំនិងវល្លិព្រៃស្ដុកអ៊ូញគាត់ឈរនៅថ្មឹងបែរមកខ្ញុំប៉ុន្តែត្រឹមកឡើងលើគឺកំបាំងទៅនឹងមែកឈើមួយដើមទៀតឃើញតែខ្លួនខាងក្រោមដំបូងខ្ញុំគិតថាអ្នកភូមិធម្មតាគេមកមើលនេះមើលនោះតែខណៈដែលខ្ញុំងើបខ្លួនចេញពីកំពង់បំរុងទៅផ្ទះស្រាប់តែរូបរាងស្ត្រីចំណាស់នោះគាត់បែរខ្លួនដើរទម្លុះចូលទៅក្នុងព្រៃដំណាលគ្នាខ្ញុំញីភ្នែកមើលម្ដងហើយម្ដងទៀតគឺជាមនុស្សស្រីចំណាស់ដើរអត់មានក្បាលទេចូលព្រៃត្រើយខាងនោះប្រោរួចក៏បាត់តែម្ដងស្ងាត់ឈឹងខ្ញុំព្រឺក្បាលខ្ញាក់បោះជំហានយ៉ាងប្រញាប់ចូលទៅក្នុងផ្ទះឆ្កែអាខ្មៅរបស់ខ្ញុំវាឈរនៅមាត់ទឹកព្រុសផងលូផងបែរទៅច្រាំងខាងនោះសំឡេងរបស់វាអូសបន្លាយវែងចម្លែកណាស់មេឃងងឹតហើយពុកម៉ែក៏មិនទាន់មកវិញទៀតខ្ញុំទាញចង្កៀងម៉ាងសូអុចបំភ្លឺក្នុងផ្ទះអង្គុយគៀនជញ្ជាំងចាំពុកម៉ែទាំងមិនសូវស្រួលក្នុងអារម្មណ៍ក្រោមភ្លើងចង្កៀងលើងទុំភ្លឹបភ្លែតជះស្រមោលប្លែកទៅលើជញ្ជាំងក្តារពេលដែលពុកម៉ែមកដល់ខ្ញុំបានប្រាប់ពួកគាត់នៅអ្វីដែលខ្ញុំបានឃើញនៅឯមាត់ស្ទឹងតែពួកគាត់រវល់តែពិភាក្សាគ្នារឿងរៃលុយគ្នាចាក់ដីធ្វើផ្លូវគាត់គ្រាន់តែប្រាប់ថាគ្មានអីទេកូនរួចក៏បំបែកគ្នាទៅធ្វើកិច្ចការរបស់គាត់រៀងខ្លួនពួកគាត់ដូចជាមិនសូវចាប់អារម្មណ៍សោះចាប់តាំងពីថ្ងៃនោះមកខ្ញុំចាប់ផ្ដើមយល់សប្តិអត់ល្អមិនដែលសូវលុះថ្ងៃទេពេលខ្លះយល់សប្តិឃើញគេអង្គុយលើខ្លួនពេលខ្លះយល់សប្តិឃើញខ្មោចមនុស្សស្រីចាស់ចូលមកដៃខ្ញុំភ័យណាស់ហើយតែងតែភ្ញាក់នៅចំម៉ោង 4:75 ទីភ្លឺម្នាក់ឯងគាត់ដាល់បន្ទប់ងងឹតសូនឈឹងខ្ញុំព្យាយាមប្រាប់ទៅឪពុកម្ដាយខ្ញុំម្ដងហើយម្ដងទៀតខ្ញុំគិតថាវាមិនមែនជាយល់សប្តិធម្មតាទេតែពួកគាត់នៅតែប្រាប់ខ្ញុំថាអត់មានអីទេឲ្យខ្ញុំជប់គិតរឿងអត់ប្រយោជន៍ទាំងនោះទៅតែខ្ញុំអាចជប់គិតបានដោយរបៀបណាទៅបើបែបនេះស្ទើររាល់តែយប់តាំងពីថ្ងៃដែលឃើញមនុស្សកំបុតក្បាលដើរចូលដប់នៅឯត្រៃម្ខាងកាលនោះខ្ញុំនៅតូចផងខ្លាចខ្លាំងណាស់
ហើយក៏មិនសូវយល់អ្វីជាអ្វីដែរនិយាយបកត្រឡប់ទៅឲ្យកាន់តែជ្រៅបន្តិចទៀតនៅក្នុងភូមិរបស់ខ្ញុំកាលនោះមានរឿងរ៉ាវចម្លែកជាច្រើនបានកើតឡើងបន្តគ្នារឿងដែលនៅដកក្នុងខួរក្បាលខ្ញុំជាងគេគឺរឿងរបស់មីងមុខស្ត្រីមេម៉ាយដ៏កំសត់ម្នាក់គាត់ជាមនុស្សស្រីទេតែធ្វើការដូចប្រុសចឹងគាត់ត្រូវឡើងថ្នោតរាល់ថ្ងៃត្រូវប្រឈមនឹងកម្ដៅថ្ងៃនិងកម្ពស់ដ៏ខ្ពស់ដើម្បីចិញ្ចឹមកូនប្រុសស្រីពីរនាក់របស់គាត់អ្នកភូមិអ្នកណាក៏សរសើរនិងអាណិតអាសូរគាត់ដែរជីវិតគាត់ពិតជាលំបាកខ្លាំងណាស់តាំងពីប្តីរបស់គាត់បានផិតក្បត់លួចមានប្រពន្ធចុងរួចចុះចេញពីផ្ទះទៅរស់នៅនឹងគេឯស្រុកផ្សេងមួយទៀតគាត់បានបោះបង់មីងមុខនិងកូនចោលទាំងអស់បន្សល់ទុកតែរបរគោស្ករត្នោតឲ្យមីងមុខទុកគ្រាន់ទទួលបន្ទុកចិញ្ចឹមកូនទាំងពីរប្រពន្ធថ្មីនោះគេក្មេងសាច់ឈាមស្រស់ថ្លាហើយជីវភាពក៏រៀងធូរធារដែរខុសពីមីងមុខមុខខ្មៅឯក្នុងរូបរាងជាស្ត្រីចំណាស់មិនចេះធ្វើខ្លួនម្សៅក្រែមដូចគេទេមួយថ្ងៃនៅតែមុខផ្សែងភ្លើងពេលអត់ពីប្តីគាត់ទៅគាត់ត្រូវធ្វើការច្រើនជាងមុនកូននៅតូចមិនទាន់អាចជួយអ្វីបានទោះឈឺឬក៏ជាក៏ត្រូវតែងើបមកធ្វើបើមិនធ្វើគឺកូនវាអត់មានអីស៊ីសូមរៀបរាប់ឲ្យអស់ទៅចុះដើម្បីឲ្យប្រិយមិត្តទទួលជ្រាបឲ្យបានលម្អិតកាលនោះកូនស្រីរបស់គាត់ឈឺធ្ងន់ខ្ញុំចាំពុំបានថាជាជំងឺអ្វីទេថ្លៃព្យាបាលរៀងក្រាស់ដែររហូតគាត់ត្រូវលក់ដីដែលរស់នៅរាល់ថ្ងៃដើម្បីយកលុយទៅសងគេក្បែរផ្ទះផងនិងមើលជំងឺកូនផងហើយមុខរបរគោស្ករត្នោតរបស់គាត់មិនអាចបន្តទៅបានទេគ្មានទាំងកន្លែងធ្វើគ្មានទាំងកម្លាំងជួយជំនួសដៃជើងណាមួយក៏រវល់មើលកូនឈឺទីគាត់ក៏លក់របស់របរឡៃឡងឲ្យអ្នកភូមិម៉ែខ្ញុំក៏ជួយទិញខ្ទះត្នោតគាត់បានមួយដែរក្រោយមកទៀតគាត់ក៏សុំគេសង់ខ្ទមតូចមួយនៅលើដីដែលម្ចាស់គេទុកចោលរៀងរាល់ថ្ងៃគាត់ដើរបេះបន្លែព្រៃបេះស្អំបេះស្ដៅនិងពឹងអ្នកភូមិឲ្យជួយសង់កូនស្ពានតូចមួយនៅមាត់ទឹកខ្ញុំតែងឃើញគាត់អង្គុយបោយត្រីនៅទីនោះជិតដើមច័ន្ទគិរីមាត់ស្ទឹងដើម្បីយកទៅហូបចិញ្ចឹមកូនបើបានច្រើនក៏ដាក់កញ្ច្រែងជិះកង់លក់តាមភូមិលុះកូនគាត់បានជាសះស្បើយហើយគាត់ខ្លួនឯងក៏ធ្លាក់ខ្លួនឈឺម្ដងសូម្បីតែងើបទៅបោយត្រីក៏ងើបលេងរួចដែរគាត់រស់បានក៏ដោយសារតែអ្នកភូមិគេជួយហុចនេះហុចនោះបាយសម្លម្នាក់បន្តិចរាល់ថ្ងៃម៉ែខ្ញុំក៏ធ្លាប់ប្រើខ្ញុំឲ្យយកសម្លប្រហើរក្តាមទៅឲ្យគាត់ម្ដងដែរថៅកែម្ចាស់ដីគេដែលគាត់កំពុងរស់នៅគេឃើញអាណិតពេកគេក៏ឲ្យចាំដីនោះឲ្យគេតែម្ដងដំបូងឡើយគាត់គ្រាន់តែសុំស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះគាត់ក៏បានបន្តដង្ហើមបានមួយរយៈទៀតព្រោះគេឲ្យប្រាក់ខែគ្រាន់តែជួយមើលថែដីដកស្មៅឆ្កាព្រៃបន្តិចបន្តួចមើលទៅទឹកមុខរបស់មីងមុខគាត់គិតច្រើនណាស់ហើយការងារទាំងនោះគាត់ធ្វើទាំងត្រដោមិនទាន់ជាស្រួលបួទេក្នុងថ្ងៃមួយនោះគាត់ដួលសន្លប់កណ្ដាលថ្ងៃខណៈឆ្កាកំពត់ព្រៃនៅជ្រុងដីខាងក្រោយកូនគាត់អាប្រុសវារត់ទៅហៅអ្នកស្រុកឲ្យមកជួយក្រោយគាត់ដឹងខ្លួនឡើងមកវិញគាត់ក៏ប្រាប់ថាមានគេហៅគាត់ឲ្យទៅនៅជាមួយគាត់ចិត្តទៅហើយកាលនោះគ្មាននរណាគិតថាវាជាប្រផ្នូលអាក្រក់អ្វីទេគេគិតថាប្រហែលជាគាត់ពិបាកចិត្តពេកហើយឈឺផងទើបរវើរវាងចឹងក្រោយមកអ្នកភូមិជាច្រើនតែងតែឃើញគាត់ឈរនិយាយម្នាក់ឯងនៅក្រោមដើមស្ដៅណែឯងមើលនឹងមុខវាកើតស្អីហ្នឹងដូចឈរនិយាយម្នាក់ឯងវាពិបាកចិត្តរាល់ថ្ងៃពេកហ្នឹងណាអាណិតគ្នាដែរអាប្តីនោះក៏មិនឃើញមកអឺតអីតិចភ្នែករបស់មីងមុខពីមុនធ្លាប់តែមានពន្លឺក្តីសង្ឃឹមតែវាបានប្រែជាស្រអាប់និងមានភាពទទេដូចមនុស្សគ្មានវិញ្ញាណដោយឡែកឯជំងឺរបស់គាត់ក៏នៅតែរ៉ាំរ៉ៃឮម៉ែប្រាប់ថាកាលនោះ
គាត់កើតរោគក្រពះពោះវៀនបន្តទៅមិនយូរប៉ុន្មានថ្ងៃមួយដ៏អ៊ូអាប់ក៏បានចូលមកដល់មីងមុខបានបាត់ខ្លួនបាត់ស្រមោលឈឹងគ្មាននរណាដឹងថាគាត់ទៅណាឡើយសល់តែកូនតូចៗយំរកេរកាពេញផ្ទះអ្នកស្រុករួមទាំងពុកម៉ែខ្ញុំក៏បាននាំគ្នាជួយដារោខ្លាចគាត់ខ្យល់គោដួលសន្លប់ដោយកន្លងមកតែវាមិនមែនទេគឺគាត់បាត់ឈឹងតែម្ដងអ្នកភូមិនាំគ្នាតាមរោគគ្រប់កន្លែងដែលគេធ្លាប់ឃើញគាត់ដើរឆ្លងកាត់អស់រយៈពេល5ថ្ងៃហើយក៏នៅតែរកមិនឃើញតែទីបំផុតក៏ស្រាប់តែមកប្រទះនៅម្ដុំជួរដាំត្នោតដែលគាត់តែងតែឡើងពីមុនគឺគាត់បានស្លាប់បាត់ទៅហើយសាកសពរបស់គាត់ក៏ចាប់ផ្ដើមហើមឡើងខៀវចងកព្យួរនៅឯចុងត្នោតឯនោះគេរកឃើញក៏ដោយសារតែទឹកលឿងក្រមៅស្រក់មកតក់ប៉ះស្លឹកត្នោតងាប់នៅខាងក្រៅខ្ញុំឈរមើលពីចម្ងាយជាមួយអាពួកម៉ាស់ពេលមានខ្យល់បក់មកសពរបស់គាត់ក៏យល់រនឹងរណៅនៅឯខាងលើភ្នែកលៀនបើកធំអណ្ដាតក៏ធ្លាក់ចេញមកខាងក្រៅអ្នកភូមិក៏ពិបាកឡើងទៅយកសពដែរព្រោះវាខ្ពស់ពេកឃើញគេឡើងទៅចងខ្សែថ្មីជាប់នឹងខ្លួនគាត់គងជាមួយមេឃត្នោតនិងទម្លាក់កន្ទុយខ្សែមកពាន់នឹងដើមឈើនៅខាងក្រៅខណៈដែលគេកាត់ចំណងដែលជាប់នឹងកគាត់ខ្លួនរបស់គាត់ក៏ធ្លាក់ជាប់ចំណងខ្សែថ្មីមួយភ្លឹបនោះយករង្គើអស់ចុងត្នោតធ្វើឲ្យអ្នកនៅខាងក្រោមស្រាវស្រែកគ្រប់គ្នាដោយឡែកឯសពមិញមកក៏បត់ខ្លួនជាពីរព្រោះខ្សែថ្មីបានចងជាប់ចង្កេះចាស់នៅខាងក្រោមកំពុងជួយគ្នាសម្រូតចុះបន្តិចម្ដងគ្រាន់តែសពរបស់គាត់ទម្លាក់មកដល់ពាក់កណ្ដាលដើមក្លិនស្អុយអាសោក៏ភីមកគួរឲ្យចង់ក្អួតមិនដឹងជាយ៉ាងម៉េចខ្ញុំនិងអាពួកម៉ាស់ក៏ចង់ដឹងចង់ឃើញណាស់រឿងបែបនេះសុកចិត្តខ្ទប់ច្រមុះនាំគ្នារត់ចូលទៅមើលសពមិញមកគេដាក់ដេកលើដីកណ្ដាលវងមនុស្សរាងកាយហើមពពុលក្រម៉ៅនៅត្រង់កមានស្នាមខ្សែរឹតដាច់រលត់ស្បែកឃើញច្បាស់និយាយពីក្លិនវិញគឺមិនបាច់ខ្លាញ់ទេវាងុំនៅតែម្ដុំជុំវិញនឹងអ្នកទ្រាំមិនបានក៏នាំគ្នាថយចេញសល់តែចាស់ប៉ុន្មានអ្នកកំពុងចាត់ចែងយកទៅធ្វើបុណ្យឲ្យចំពោះប្តីចាស់របស់គាត់ក៏បានទទួលដំណឹងដែរតែមិនហ៊ានត្រឡប់មកភូមិទេហើយកូនរបស់គាត់ខ្ញុំចាំពុំបានថាអ្នកណាយកទៅចិញ្ចឹមមិនច្បាស់ថាបងប្អូនខាងម៉ែឬក៏ខាងឪពុកក្រោយពិធីបុណ្យបានបញ្ចប់សពគ្រប់រឿងរ៉ាវដ៏តក់ស្លុតនិងគួរឲ្យអាសូរនេះនៅតែជាប្រធានបទដ៏ក្តៅគគុករបស់អ្នកភូមិលើកមកជជែកគ្នាគេបន្ទោសទាំងស្រុងទៅប្តីរបស់គាត់ដែលបានផិតក្បត់រត់ចោលប្រពន្ធកូនរហូតគាត់ឈឺចិត្តពិបាករស់ពេកក៏ចងកសម្លាប់ខ្លួនឯងតែទាំងនេះមិនមែនជាអ្វីដែលខ្ញុំចង់លើកឡើងនោះទេព្រោះវាមានរឿងហេតុចម្លែកគួរឲ្យព្រឹកក្បាលជាច្រើនបានកើតឡើងក្រោយពីគាត់បានស្លាប់និយាយដល់យប់មួយនោះមានភ្លៀងធ្លាក់ខ្លាំងខ្ញុំបានសំពុកចេញដើរចាប់កង្កែបបាញ់ត្រីលេងភ្លៀងចឹងនៅស្រុកខ្ញុំសម្បូរត្រីរមៀលឡើងគោកណាស់ក្នុងដៃកាន់ស្នាមួយដើមកែច្នៃដោយខ្លួនឯងដាក់កៅស៊ូចំពីមដើរលោករប់តាមមាត់ទឹកបំរុងហួសទៅបបួលអាពួកម៉ាក់ខ្ញុំផ្ទះវានៅខាងមុខជុំវិញនេះងងឹតឲ្យឈឹងតែខ្ញុំមានពិលមួយនៅលើក្បាលឆ្លោះសម្លឹងតាមសម្លេងកង្កែបអូវយំបើតាមសម្លេងនោះទំនងជាមិនតូចទេជំហានចេះតែឈានទៅកាត់ទឹកកាត់ភក់ឃ្លាតចេញកាន់តែឆ្ងាយពីផ្ទះរត់ផ្ទះភ្លេចបន្ទោភ្លឹបភ្លេតខ្លួនខ្ញុំឯនេះក៏វារងាទៅទៀតតែទ្រាំសម្លេងកង្កែបនោះ
វាបន្លឺពីកំពតព្រៃខាងក្រោយផ្ទះគេដើរតែបន្តិចទៀតក៏ទម្លុះដល់វាលស្រែហើយគឺសំឡេងរបស់វាឮនៅចំព្រំខណ្ឌរវាងវាលស្រែនិងភូមិនឹងមកដល់ក្បែរស្រាប់តែបានឃើញកង្កែបមេឃមួយគូឡើងធំជាងកំពួនជើងខ្ញុំទៅទៀតខ្ញុំចង់លើកស្នាបាញ់បន្តិចចង់លោតទៅកន្ទ្រប់ចាប់បន្តិចអពេករោគធ្វើអ្វីមិនត្រូវតែខណៈនោះខ្ញុំក៏ទម្លាក់ស្នាទុកនៅលើដីលោតចូលទៅចាប់ស្រាប់តែកង្កែបនោះវាលោតចេញផុតទៅបំបែកទៅជាពីរទិសផ្សេងគ្នាខ្ញុំស្ដាយណាស់រួចក៏ដេញតាមទៅមុខទៀតរហូតដល់វាលស្រែឃើញកង្កែបដដែលនឹងវាឈប់នៅលើទួលភ្លឺភ្លើងពិលវាទៅចំភ្នែកវាភ្លឺសម្លឹងមកខ្ញុំខិតជំហានចូលបន្តិចវាក៏បែកខ្លួនបន្តិចប្រុងលោតទៅទៀតខ្ញុំនៅស្ងៀមគិតរកវិធីចាប់វាឲ្យបានខណៈដែលខ្ញុំនៅស្ងៀមនឹងវាក៏នៅស្ងៀមដែរតែពេលខ្ញុំគិតបំរុងឈានទៅមួយជំហានទៀតស្រាប់តែមានដៃមួយលូកមកចាប់ស្មារបស់ខ្ញុំពីក្រោយភ្នែកអស់រលីងងាកទៅគឺជាអាងោលពួកម៉ាក់របស់ខ្ញុំវាឈរត្រង់ភ្នែកវាក៏មើលទៅតែមុខមិនព្រិចមិនងាកសោះខ្ញុំរៀងឆ្ងល់ដែរក៏សួរទៅវាថាហើយឯងមកឈរតាំងពីថ្មណាហ្នឹងមិនចេះមកស្ងាត់មិនលឺមាត់កអីបន្តិចសោះវាមកតែខ្លួនទៅទេមិនកាន់ពិលមិនកាន់ស្បាយវាមិនបានតបអីទេខ្ញុំក៏មិនបានសួរនាំវាច្រើនដែរតាមតែវាទៅព្រោះរវល់តែគិតដល់អាកង្កែបធំមុននេះខណៈដែលងាកទៅវិញស្រាប់តែបាត់កង្កែបខ្ញុំក៏រៀងមួម៉ៅដែរនឹងបានស្ដីបន្ទោសវាអានេះចំជាចង្រៃមែនហើយបាត់កង្កែបអញទៅណាបាត់ហើយធំណាស់ឯងមុននឹងវាមិនបានតបស្ដីលើកតែដៃចង្អុលទៅទួលភ្លឺខាងមុខព្រាលប្រមាណជា10ម៉ែត្រពីយើងខ្ញុំឆ្ងល់ណាស់អានេះវាអត់មានពិលផងវាចេះមើលឃើញកង្កែបដដែលវានៅលើទួលភ្លឺនឹងខ្ញុំនិងអាងោលក៏នាំគ្នាដើរទៅមួយមិនហ៊ានរត់ទេខ្លាចវាផ្អើលម្ដងទៀតមើលពីចម្ងាយរៀងកង្កែបឲ្យច្បាស់ក្រឡែតមកដល់ចិត្តស្រាប់តែជាដុំថ្មទៅវិញតែរៀងវាស្រដៀងដែរគិតថាប្រហែលជាវាឆ្ងាយពេកមើលច្រឡំវាពិលចុះឡើងតាមរោស្រាប់តែលឺវាយំម្ដងទៀតអាងោលវាចង្អុលទៅមុខទៀតវាដូចជាមិនសូវមាត់កសោះយប់នឹងខណៈដែលពួកយើងរត់តាមមកដល់លើកនេះវាជាកង្កែបពិនមែនថតល្អណាស់ខ្ញុំស្ទុះទៅចាប់ដោយដៃទាំងពីរដាក់ចូលក្នុងបាវវាលោតកន្ត្រោងបុកភឹបមិនមែនមានតែមួយទេនៅសល់មួយទៀតផ្អើលលោតទៅមុខខ្ញុំនឹងអាងោលរត់តាមលេងលបទៀតហើយព្រោះវាផ្អើលទៅហើយខ្ញុំតាមកន្ទ្រប់វាពីកន្លែងមួយទៅកន្លែងមួយវាប៉ិនកិច្ចណាស់ពួកយើងបន្តតាមទៅរហូតភ្លេចខ្លួនមិនដឹងថាឆ្ងាយប៉ុណ្ណាទេស្រាប់តែមកដល់ទួលស្រឡះមួយមានតែស្មៅខ្លីៗនិងកំពតព្រៃអញ្ចាញបន្តិចអាកង្កែបមួយថត់ជាងគេដែលពួកយើងតាមមកនោះវាបានបាត់ទៅហើយនៅសល់តែអាតូចល្មមប៉ុនបានដៃខ្ញុំអោបកជីកគ្នាពេញដីខ្ញុំស្រវាដាក់ចូលទៅក្នុងបាវគិតថាគ្រប់ទឹកហើយយប់នឹងវាច្រើនចាប់ស្ទើរតែមិនអស់លោតប្រងព្រាតនៅម្ដុំនេះចុះឡើងស្រាប់តែបានឃើញអាធំមុននឹងម្ដងទៀតនៅក្បែរគុំដើមអញ្ចាញខ្ញុំក៏ស្ទុះទៅភ្លាមស្របពេលដែលវាលោតចូលទៅក្នុងនោះប្រោបបាត់ឈឹងខ្ញុំខំតាមវែករោសុទ្ធតែបន្លាហើយវាចេះលោតចូលទៅកើតរួចដប់មកកំពុចនឹងសោះបាត់រកមិនឃើញខ្ញុំខំស្រែកប្រាប់អាងោលហើយវាឲ្យមកជួយរកតែមិនបានឮសំឡេងវាតបមកវិញទេលុះវាពិលបែរថយក្រោយស្រាប់តែបាត់វាមិនដឹងទៅណា
ស្ងាត់ឈឹងកណ្ដាលវាលស្រែងងឹតឲ្យស្លុបសំលេងកង្កែបសំលេងអីក៏មិនឮទៀតដែរហើយក្បែរជើងរបស់ខ្ញុំសុទ្ធតែដុំខ្ជុងមានតូចមានធំខ្ញុំក៏នឹកឃើញភ្លាមៗកន្លែងនេះវាជាកន្លែងដែលគេយកសពមិញមកដុតប៉ុន្មានថ្ងៃមុនខ្ញុំក៏បកក្បាលស្ពីកង្កែបរត់មួយទំហឹងសម្ដៅទៅផ្ទះបេះដូងលោតបុកទ្រូងភឹបមកដល់ផ្ទះទាំងត្រហេបត្រហោពុកកំពុងត្រង់ទឹកនៅគៀនផ្ទះឯម៉ែមើលរបស់របរនៅខាងលើហើយឯកើតអីណាក្អូនមិនធ្វើមុខភ័យចឹងខ្ញុំទម្លាក់កង្កែបចុះនៅលើដីនឹងទាញក្រមាយកមកជូនមុខបណ្ដានិងស្រដីបណ្ដាខ្ញុំមកពីចាប់កង្កែបនឹងណាពុះចាប់បានច្រើនណាស់តែអាងោលវារត់ចោលខ្ញុំភ័យសឹងស្លាប់ហើយយកទៅឲ្យម្ដាយឯងទៅម៉ែវាមើលមកយកកង្កែបយកអីទៅទុកផងអូនវាចាប់បានច្រើនណាស់នេះឡើងចិត្តកន្លះបាវខ្ញុំរើសខ្សែចងមាត់បាវទុកនៅក្បែរនេះរួចដាក់ទៅមុតទឹកខណៈម៉ែចុះមកស្រាយមាត់មើលស្រាប់តែគាត់លន់មកថាអាកូនកង្កែបឯណាសុទ្ធតែដុំខ្ជុងចឹងកូនហើយឡើងកន្លះបាវខ្ញុំចាក់ទឹកនៅលើក្បាលមួយផ្តិលខំប្រកែកជាមួយម៉ែពុកក៏ចូលទៅមើលដែរស្រាប់តែសុទ្ធតែដុំខ្ជុងពិតមែនខ្ញុំភ្ញាក់ផ្អើលណាស់ហើយក៏មិនចង់ជឿព្រោះខ្ញុំបានចាប់ឡើងផាសដៃជាមួយអាងោលក្រោយពុកសួរនាំថាទៅចាប់មកពីណាអីពីណាគាត់ក៏បានប្រាប់មកខ្ញុំថាប្រហែលជាខ្មោចវិញមកលងហើយព្រោះសពរបស់គាត់ទើបដុតថ្មីនៅកន្លែងហ្នឹងដល់ពេលចឹងទើបខ្ញុំចាប់ផ្ដើមភ័យរហូតដល់ពេលដេកខ្ញុំនៅតែគិតវាស្ដាយពេកកង្កែបរអិលចាប់ផ្ទាល់ដៃបែរជាខ្លាយទៅជាដុំខ្ជុងទៅវិញមិនស្រួលទេដាច់ខាតគឺមិនមែនការយល់ច្រឡំអ្វីឡើយខ្ញុំច្បាស់ណាស់យប់នោះខ្ញុំបើកភ្នែករហូតដល់ព្រឹកមុខឡើងស្លោះក្រោយបានជួបអាងោលខ្ញុំក៏ហៅវាសួរអាងោលមិនយប់មិញឯងរត់ចោលអញចឹងខ្ញុំប្រាប់វាថាកង្កែបដែលពួកយើងចាប់បានคล้ายទៅជាដុំខ្ជុងទាំងអស់ពេលមកដល់ផ្ទះវាបែរជាធ្វើមុខស្លើដូចជាមិនដឹងរឿងនឹងតបថាកង្កែបស្អីរត់ចោលអីអញដេកគ្រុននៅផ្ទះម៉ែអញអត់បានឲ្យទៅណាទេខ្ញុំលឺហើយក៏បាក់ភ្នែកធំខ្ញុំតាមទៅសួរដល់ម៉ែវាទៀតនៅឯផ្ទះគាត់ថាវាអត់បានទៅណាទេយប់មិញខ្ញុំលឺហើយស្ទើរស្លុតស្មារតីអញ្ចឹងយប់មិញនេះមិនមែនជាអាងោលទេចុះជាអ្នកណាក្រោយពីហេតុការណ៍ដ៏ចម្លែកដែលខ្ញុំបានជួបប្រទះម្ដងនេះខ្ញុំកាន់តែមានអារម្មណ៍ភ័យខ្លាចហើយក៏មិនហ៊ានចេញទៅណាយប់ព្រលប់ទៀតទេមិនយូរប៉ុន្មានរឿងរ៉ាវប្លែកក៏ចាប់ផ្ដើមកើតឡើងជាបន្តនៅក្នុងភូមិដំបូងឡើយពួកអ្នកភូមិមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេតែយូរទៅរឿងទាំងនោះវាក៏បានคล้ายជាការនិយាយតគ្នាពីមាត់មួយទៅមាត់មួយខ្ញុំចាំបានថាល្ងាចនោះមេឃរៀងស្រទុំដូចជាចង់ភ្លៀងព្រោះវាឈៀងចូលដល់ខែវស្សាហើយពួកចាស់ប្រុសស្រីនៅក្នុងភូមិបានជួបជុំគ្នាខ្ញុំអង្គុយក្បែរម៉ែពុកហើយស្ដាប់ពួកគាត់និយាយតាលឿនក៏ជាអ្នករកត្រីនៅពេលយប់បានចាប់ផ្ដើមរៀបរាប់ទាំងមុខស្លេកស្លាំងកាលពីយប់មិញអញទៅមើលសន្ទូចដូចតែរាល់ដងហ្នឹងម៉ោង 4 ម៉ោង 5 ហើយដឹងកំពុងតែអុំទូកទៅមុខម្នាក់ឯងសុកស្រាប់តែឃើញស្រីម្នាក់ឈរនៅឯមាត់ច្រាំងងឹតឈឹងប្រហែលឃើញភ្លើងទូកអញហើយទើបបានជាលើកដៃរៀបពីចម្ងាយគាត់ហុំក្រមាលើមុខយ៉ាងជិតមើលមិនឃើញមុខទេអញឯនេះក៏គិតថាគ្មានអ្នកណាក្រៅពីអ្នកភូមិយើងទេតាលឿនក៏ឈប់និយាយមួយភ្លេត
លេបទឹកមាត់ក្អឹករួចបន្តទៀតអ្នកភូមិឯទៀតស្ងាត់ឈឹងផ្ទៀងត្រចៀកប្រុងស្ដាប់ដំបងឡើយអញគិតថាប្រហែលជាអ្នកភូមិគេមានការអីក៏អុំទូកចូលទៅចិត្តគាត់ក៏ហើបមាត់តិចៗឲ្យជួយចម្លងទៅត្រៃម្ខាងនិយាយដោយសំឡេងឡើងវែងអញនេះក៏អាណិតទោះជាមើលទៅគាត់ប្លែកក៏មិនបានចាប់អារម្មណ៍អីខ្លាំងដែររួចក៏ឲ្យគាត់ឡើងមើលលើទូកគាត់ជិះនៅខាងក្រោយអញស្ងាត់ឈឹងមិនលឺមាត់កមួយម៉ាត់ចាប់ផ្ដើមអុំទូកឆ្លងស្ទឹងឮតែសំឡេងច្រាវភួតពពុះនៅឯចុងច្រវាគិតថាបំរុងនឹងសួរនំគាត់ថាមកពីណាទៅណាផ្ទះនៅឯណាអញងាកទៅក្រោយស្រាប់តែបាត់ឈឹងអញនៅលើទូកមិនឯងប៉លកណ្ដាលស្ទឹងតាលឿនយុកដៃអង្អែលទ្រូងនៅយប់នោះគាត់គ្មានបានមើលសន្ទូចមើលអីទេចៅទូកបោលត្រឡប់ទៅផ្ទះវិញទឹកផិតភ័យព្រឹកឡើងត្រីក៏ស្អុយខ្ទេចអ្នកស្រុកដែរកំពុងស្ដាប់អ្នកខ្លះថាខ្មោចទឹកអ្នកខ្លះទៀតក៏និយាយថាច្បាស់ជាខ្មោចមិញមកហើយមានអ្នកណាទៀតគាត់ទៅតែស្លាប់ថ្មីអញ្ចឹងនៅយប់បន្ទាប់ពីបានឮរឿងរ៉ាវរបស់តាលឿនដែលបានជួបប្រទះនៅឯស្ទឹងវាបានធ្វើឲ្យខ្ញុំកាន់តែមិនស្រួលក្នុងចិត្តគិតដល់តែរឿងចម្លែកដែលបានកើតឡើងខ្ញុំខំថ្មិចភ្នែកដេកត្របកភ្នែកបិទជិតនៅក្នុងបន្ទប់ងងឹតចេះតែមានអារម្មណ៍ថាដូចមានមនុស្សអង្គុយនៅជ្រុងគម្លាតទ្វារទាំងដែលវាមិនមានអីទេចេះតែសំងំបន្តទៀតដោយស្ដាប់សំឡេងកូនមញេចាស់របស់ពុកកំពុងចាក់បទចម្រៀងលោកកៅសារ៉ាត់រ៉ាយចេញពីបន្ទប់របស់គាត់មួយទៀតខាងនោះសំឡេងតន្ត្រីចាស់ដែលធ្លាប់តែលួងលោមចិត្តខ្ញុំឲ្យងងុយដេកតែពេលនេះវាបែរជាធ្វើឲ្យខ្ញុំមានអារម្មណ៍មិនសូវស្រួលក្នុងភាពស្ងប់ស្ងាត់នៃរាត្រីទៅវិញខ្ញុំបន្តស្ដាប់រហូតដល់តែសំឡេងនោះស្ងាត់ឈឹងដោយសារតែកូនមញេអស់ថ្មបន្សល់ទុកតែសំឡេងខ្យល់បក់វឺតកាត់តាមបង្អួចផ្ទះភាពស្ងប់ស្ងាត់បានគ្រប់ដណ្ដប់អស់មួយសន្ទុះធំស្រាប់តែខ្ញុំបានឮសំឡេងកណ្ដឹងកង់រើងវាឮច្បាស់ហាក់ដូចជាមាននរណាម្នាក់កំពុងធាក់កង់យឺតមកដល់មុខផ្ទះចម្លែកត្រង់ថាឮស្នូជិះបកទៅបកមករាល់ពេលមកដល់ចំមុខផ្ទះខ្ញុំវារមែកបន្លឺកណ្ដឹងរើងឡើងដូចជាមាននរណាមកលេងសើចរំខានមិនឲ្យដេកអញ្ចឹងខ្ញុំងាកទៅមើលនាឡិកាពិតជាយប់ជ្រៅណាស់ហើយម៉ោងប្រហែលជា10ជាងទៅហើយភូមិខ្ញុំគេដេកតាំងពីម៉ោង7 8ម្លេះវាមិនគួរមានអ្នកណាមកទំនេរជិះកង់អីដំឡងគេថ្មនេះទេខ្ញុំក្រោកពីកន្លែងដេកដោយមិនបង្អង់យូរដើរលបទៅបើកទ្វារមើលតែបែរជាមិនឃើញមានអីសោះឃើញតែផ្លូវលំងងឹតឈឹងខ្ញុំបិទទ្វារត្រឡប់មកដេកវិញតែភ្នែកខ្ញុំនៅតែបើកធំសម្លឹងមើលទៅខាងទ្វារផ្ទះទាំងមិនអស់ចិត្តក្រោយដេកលក់បានមួយស្របក់ធំម៉ោងប្រហែលជា2រំលងអាត្រាខ្ញុំភ្ញាក់មកវិញដោយសារតែឈឺនោមរៀងខ្លាចដែរតែមិនហ៊ានទប់យូរទេខ្លាចខូចតម្រងនោមគ្រាន់តែបើកទ្វារឈានជើងចុះជន់ចិនដាចំហាយខ្យល់ត្រជាក់ស្រេបឡើងព្រឹកសម្បុរបះអស់រោមដៃខ្ញុំដកចិត្តដកគំនិតថាខ្លាចហើយបន្តចុះទៅបត់ជើងតូចនៅខាងក្រោមផ្ទះបើកភ្នែកព្រមមិនហ៊ានបើកអស់ងងឹតឲ្យឈឹងខ្ញុំរាប់ពី1ដល់100រហូតនោមរួចក៏ស្ទុះឡើងចិនដាទៅលើផ្ទះវិញពេលដែលជើងរបស់ខ្ញុំបានជន់លើក្តារផ្ទះភ្លាមបិទទ្វារក្រឹបស្រាប់តែឮសំឡេងកណ្ដឹងកង់នោះទៀតហើយរើងកាត់មុខផ្ទះតែលើកនេះខ្ញុំអត់ហ៊ានបើកទ្វារមើលទៀតទេគ្រាន់តែបង្ហើបបន្តិចហើយលួចសម្លឹងទៅតាមប្រឡោះនោះភ្នែកខ្ញុំសម្លឹងទៅកាន់ផ្លូវមុខផ្ទះខ្លាចផងចង់ដឹងថាអ្នកណា
មិនក៏មិនដេញមិនពួនចឹងម៉ោង2ជាងហើយភ្លាមនោះក៏ស្រាប់តែឃើញមនុស្សស្រីរាងចំណាស់ស្លៀកសម្លៀកបំពាក់ដាច់រហែករយៈរយាយពណ៌ស្រអាប់ខ្មៅកំពុងជិះកង់អត់មានក្បាលទេភាក់យឺតចេញទៅឆ្ងាយពីផ្ទះខ្ញុំក្បាលរបស់គាត់ត្រូវបានកាត់ផ្ដាច់ចេញពីកគ្មានឈាមមានតែស្នាមជាំខ្មៅខ្លួនប្រាណយល់ទៅយល់មកតាមចង្វាក់នៃការធាក់កង់យឺតចេញទៅឆ្ងាយបន្តិចម្ដងរហូតដល់បាត់ចូលទៅក្នុងផ្លូវងងឹតខាងមុខបន្សល់ទុកតែសំឡេងកណ្ដឹងកង់រឿងលឺសន្ធឹកពីចម្ងាយខ្ញុំស្រែកលឺឡើងខ្លាំងរហូតដល់ពុកម៉ែខ្ញុំភ្ញាក់ព្រឺសំឡេងខ្ញុំវិញ័រទៅត្រើតស្លន់ស្លោជាខ្លាំងអូនឯកាត់អីមានរឿងអីនឹងកូនពុកម៉ែខ្ញុំឃើញខ្មោចជិះកង់អត់មានក្បាលទេពិតជាអត់មានក្បាលមែនខ្ញុំស្រែកទាំងញ័រខ្លួនម្រាមដៃនៅតែចង្អុលទៅទ្វារពុកម៉ែខ្ញុំក៏បានស្ទុះមកជួយមើលដែរពួកគាត់រត់ទៅដល់មាត់ទ្វារភ្លាមតែពេលពួកគាត់ទៅដល់ក៏មិនបានឃើញអ្វីទេពួកគាត់មិនបានឃើញនឹងភ្នែកទេតែសំឡេងកណ្ដឹងកង់នៅតែលន់លឺតិចពីចម្ងាយលឺអត់ម៉ែអញលឺកណ្ដឹងកង់អត់យប់នោះគាត់យកខ្ញុំទៅដេកជាមួយនៅក្នុងបន្ទប់រហូតដល់មាន់រងាវក្រោយស្ដាប់ខ្ញុំរៀបរាប់ពុកម៉ែខ្ញុំក៏បានសន្និដ្ឋានយ៉ាងច្បាស់ថាជាខ្មោចរបស់មីងមកខ្ញុំក៏ចាប់ផ្ដើមមិនសូវស្រួលក្នុងខ្លួនក្តៅភីចេញពីច្រមុះដេកមិនសូវបានផងផិតភ័យផងចង់លុះព្រលឹងអស់ហើយបន្តមកដល់ព្រឹកព្រលឹមស្រាងថ្ងៃមិនទាន់រះស្រួលបួផងសំឡេងត្រហឹងអើងកងលឺលាន់ចេញពីក្រោមស្ពានឈើចាស់ឯដើមភូមិអ្នកភូមិរាប់សិបនាក់បាននាំគ្នារត់ទៅមើលខ្ញុំក៏ទៅនឹងគេដែររូបភាពដែលបានឃើញគឺជាតាលួងអ្នកដុតសពកំពុងដេកសន្លប់នៅក្នុងភក់នៅឯក្រោមគល់ស្ពាននោះកង់របស់គាត់ក៏ផ្ងាជើងពាក់ជាប់ជាមួយដុបនៅក្បែរហ្នឹងមុខគាត់ឡើងស្លេកគេថាតែគាត់ស្លាប់ហើយតើអ្នកខ្លះស្ទុះចោះចូលទៅជួយស្រង់យកគាត់ឡើងមកលើខ្លះទៀតក៏រត់ទៅហៅចាស់នៅក្នុងភូមិឲ្យមកជួយមើលក្រោយពីជួយសង្គ្រោះបឋមនឹងយកគាត់ដាក់នៅលើគ្រែមុខរបងផ្ទះពូវីក្រោមម្លប់ដើមអំពិលទឹកតាលូក៏បានដឹងខ្លួនឡើងមកវិញបន្តិចម្ដងត្របកភ្នែករបស់គាត់ញ័រកម្រើកតិចដឹងខ្លួនភ្លាមក៏ស្រែកបាក់ដៃបាក់ជើងថាខ្មោចលោកភ្នែករបស់គាត់បើកធំក្រឡង់មួយស្របកក្រោយទើបមានស្មារតីឡើងមកវិញអ្នកភូមិជាច្រើនបានអង្គុយជុំវិញគាត់រងចាំស្ដាប់ការរៀបរាប់របស់គាត់ទាំងអន្ទះសារពូវីយកត្រឡោកចត់ទឹកឲ្យគាត់ពិសាបន្តិចទើបគាត់ចាប់ផ្ដើមរៀបរាប់យ៉ាងតន់ហន់តាលួងនេះហើយគឺជាអ្នកដុតសពរបស់មីងមកកាលពីប្រលប់យប់មិញគាត់បានត្រឡប់មកពីវត្តវិញទាំងរៀងស្រវឹងស្រឿងគាត់ស្រវឹងរាល់តែពេលហ្នឹងមិនដែលឃើញមានថ្ងៃស្វាងទេគាត់ជិះកង់យឺតនៅតាមផ្លូវលំដីក្រហមពេលមកដល់ដើមស្ដៅធំដែលដុះនៅក្បែរវាលស្បូវភ្លៀងស្រាប់តែក្លិនស្អុយរលួយក៏ផាត់មកប៉ះច្រមុះគាត់យ៉ាងខ្លាំងវាជាក្លិនដែលគាត់ស្គាល់យ៉ាងច្បាស់ណាស់ព្រោះគាត់ជាអ្នកដុតសពក្នុងភូមិហើយក៏មិនសូវចេះខ្លាចខ្មោចខ្លាចអីទេតែខណៈដែលគាត់កំពុងរៀបរាប់គឺមានអាការៈញ័រដៃញ័រជើងជាខ្លាំងតាលួងនៅតែមិនទាន់បាត់ផិតភ័យបន្តរៀបរាប់ថាពេលនោះគាត់ជិះកង់ទៅមុខដោយធម្មតាដោយព្យាយាមធ្វើមិនខ្វល់ពីក្លិនស្អុយទាំងនោះទេព្រោះគាត់គិតថាវាអាចជាមានសត្វអ្វីងាប់នៅក្បែរនោះ
ភ្លើងចំគៀងម៉ាំងសុងដែលព្យួរនៅដៃកង់របស់គាត់ក៏ភ្លឺផ្លឹបផ្លេតមិនសូវច្បាស់យល់ទៅយល់មករលាក់នៅតាមផ្លូវគាត់ជិះកង់កាត់ដើមស្ដៅនោះវឹងផុតទៅតែក្នុងចិត្តដូចជាមានអារម្មណ៍ថាមានគេសម្លឹងមើលគាត់ក៏ទ្រាំមិនបានក៏បានងាកទៅមើលមួយភ្លេតស្រាប់តែឃើញមនុស្សស្រីចំណាស់ស្ទង់ម្នាក់ឈរថ្មឹងនៅក្បែរគល់ស្ដៅក្នុងដប់ឃើញតែត្រឹមចង្កេះឡើងលើគាត់ថារូបរាងនោះដូចជាមិញមកបេះបិទគ្រាន់តែងងឹតពេកមើលមុខមិនច្បាស់គាត់រៀងស្រវឹងសឹមដែរក៏គិតថាប្រហែលជាមើលច្រឡំណាមួយងងឹតផងគាត់ក៏បន្តធាក់កង់ទៅមុខទៀតលុះចូលជិតដល់ភូមិនៅត្រង់ផ្លូវមួយកំណាត់ដែលអត់ទាន់មានផ្ទះអ្នកស្រុកស្រាប់តែសំឡេងប្លែកលាន់ឮពីខាងមុខឯផ្លូវខាងស្ដាំដៃសំឡេងនោះដូចជាមានសត្វគោកំពុងតែជល់ដើមអំពិលនៅក្បែរផ្លូវនឹងឮទាំងសំឡេងស្រែកមមច្បាស់ចែដើមអំពិលនោះរង្គើមេឃលាន់ស្នោក្រោកក្រាគាត់ក្រឡេកមើលពីចម្ងាយតែមិនឃើញមានអ្វីសោះឮតែសំឡេងគោនិងមេឃអំពិលវាចេះតែរង្គើយោទាំងដែលគ្មានខ្យល់អីមួយបៀតាលូក៏ឆ្ងល់ណាស់ខណៈដែលធាក់កង់ចូលទៅដល់គៀកកាន់តែចិត្តទៅសំឡេងនោះវាក៏ស្ងាត់បាត់ឈឹងតែម្ដងហើយក៏មិនឃើញមានសត្វអ្វីដែរគាត់ឈប់កង់រួចយកចង្កៀងម៉ាំងសុងដែលខ្សោយពន្លឺនោះវាឆ្លោះមើលជុំវិញគល់ដើមឈើនៅតែគ្មានឃើញអ្វីគ្មានស្នាមគ្មានដានជើងអ្វីទាំងអស់រវល់តែពិនិត្យខាងក្រោមលុះវាភ្លើងចង្កៀងឡើងទៅលើស្រាប់តែឃើញមនុស្សស្រីអង្គុយយល់ជើងទៅមកលើមេឃអំពិលតែមនុស្សនោះគ្មានក្បាលទេកំបុតមានតែត្រឹមដងខ្លួនពាក់ខោអាវចាស់តាលួងភ័យឡើងបាសសោះស្ទើរតែបោះកង់ចោលគាត់លោតឡើងកង់វិញបាល់មួយទំហឹងទាំងមិនហ៊ានងាកក្រោយគាត់ធាក់កង់យ៉ាងលឿនតម្រង់ទៅស្ពានឈើដែលជាច្រកមួយគត់សម្រាប់ឆ្លងចូលទៅក្នុងភូមិប៉ុន្តែអ្វីដែលកាន់តែចម្លែកនោះគឺនៅពេលនោះគាត់មកដល់ស្ពានស្រាប់តែស្ពានដែលគាត់ធ្លាប់ឆ្លងកាត់ទៅមករាល់ថ្ងៃវាបែរជាមានពីរស្ពានពីរដូចគ្នាបេះបិទសងស្របគ្នាទាំងដែលសពដងមានតែមួយទេគាត់ឈោមមើលមួយស្របោះទាំងមិនជឿនឹងភ្នែកខ្លួនឯងមួយគឺស្ពានចាស់របស់ភូមិមួយទៀតក៏មើលទៅដូចគ្នាគ្មានខុសក្នុងភាពផិតភ័យគាត់មិនដឹងថាត្រូវជ្រើសរើសយកមួយណាទេដោយគិតថាខ្មោចប្រកាសជាលោកបន្លាចគាត់ឲ្យវង្វេងគាត់ក៏សម្រេចចិត្តធាក់កង់ឡើងទៅលើស្ពានមួយតែពេលដែលកង់របស់គាត់ទើបតែនឹងឡើងស្ពាននោះបានបន្តិចស្រាប់តែអ្វីខ្លាចជាទទេស្អាតទាំងមនុស្សទាំងកង់ក៏ធ្លាក់ចុះទៅក្រោមមួយទំហឹងរួចគាត់ក៏សន្លប់បាត់មាត់បាត់កតាំងពីយប់រហូតដល់អ្នកភូមិបានមកឃើញនៅពេលព្រឹកនឹងហើយក្រោយពីតាលួងបានរៀបរាប់ចោះអ្នកភូមិទាំងអស់គ្នាស្ងាត់មាត់ជ្រាបគ្មាននរណាហ៊ាននិយាយអ្វីឡើយព្រោះរឿងរ៉ាវរបស់គាត់បានបញ្ជាក់យ៉ាងច្បាស់ថាអ្វីដែលកំពុងតែកើតមាននៅក្នុងភូមិនេះមិនមែនជារឿងចៃដន្យទេព្រលឹងរបស់មីងមុខពិតជាកំពុងតែវិលវល់នៅក្នុងភូមិនេះយ៉ាងពិតប្រាកដមែនមិនតន់ទៅណាមិនតន់ទៅចាប់កំណើតឯណាទេតែក៏ត្រូវការអ្វីអ្នកភូមិគ្រប់គ្នាសុទ្ធតែមានចិត្តល្អមិនដែលមានទំនាស់នឹងគាត់ម្ដងឡើយបន្តមកដល់ល្ងាចថ្ងៃដដែលនោះតាលួងបាននាំអ្នកស្រុកមួយក្រុមធំរួមទាំងពួកខ្ញុំធ្វើដំណើរទៅកាន់វាលស្រែខាងក្រោយភូមិអ្នកខ្លះកាន់ចង្កៀងប្រេងកាតអ្នកខ្លះកាន់ចបចំណែកខ្ញុំក៏បានលបលោដើរតាមពីក្រោយពុកទៅនឹងគេដែរពេលទៅដល់កន្លែងដុតសពចាស់កន្លែងបូជាមីងមុខឃើញសុទ្ធតែគំនោផេះខ្ជុំគោកណ្ដុបទីកន្លែងដែលខ្ញុំធ្លាប់ចាប់កង្កែបខ្មោចលងនោះហើយ
តាលួងដើរទៅឈប់នៅកំពតព្រៃអញ្ចាញដែលខ្ញុំធ្លាប់ឃើញកង្កែបលោតចូលគាត់ឈរស្ងៀមមួយសន្ទុះរួចបន្លឺសម្ដីឡើងថាគឺត្រង់នេះហើយកន្លែងនេះហើយដែលអញបានកប់ក្បាលរបស់វានេះហើយគាត់ក៏ចាប់ផ្ដើមជីកកកាយជាមួយបងកំឡោះប៉ុន្មានអ្នកនិងអ្នកភូមិឯទីរួមទាំងខ្ញុំក៏បានឈរចោមរំមើលស្ងាត់ឲ្យឈឹងគ្មាននរណានិយាយអីមួយម៉ាត់ទេឮតែសំឡេងផ្លែចោកាប់ចូលទៅដីសើមជីកបានជម្រៅជ្រៅល្មមក្លិនស្អុយរលួយសើមក៏ភីផុសឡើងមករំពេចនោះផ្លែចោក៏បានទៅប៉ះនឹងរបស់អ្វីមួយរឹងលាន់សូភឹសគ្រប់គ្នាភ្ញាក់កន្ត្រាក់ខ្លួនបន្តិចបើកភ្នែកចាំមើលតាលួងទម្លាក់ចោចុះយកដៃក៏កាយទៅមេឃរៀងអន់ពន្លឺដែរអ្នកខ្លះក៏អុជចង្គៀងជួយបំភ្លឺរូបរាងក្បាលរបស់មីងមុខក៏បង្ហាញយ៉ាងច្បាស់នៅមុខអ្នកគ្រប់គ្នាវាគួរឲ្យខ្ពើមរអើមគួរឲ្យញញើតហួសពីថ្លៃផ្នែកម្ខាងនៃមុខត្រូវភ្លើងឆេះខ្លោចក្រៀមឯម្ខាងទៀតមិនបានឆេះគឺវារលួយវាស់ដង្កូវរកវើសាច់ខ្លះក៏ផុយជ្រុះនៅនឹងកន្លែងក្របភ្នែកពណ៌ឡើងលឿងស្រអាប់ដូចជាលៀនចង់សណ្ដកចេញពីរង្វង់ភ្នែកសភាពគឺវល់មើលមិនយល់ថាមុខអ្នកណាឡើយក្រោយបន្តមកទៀតដើម្បីជាការសុំខមាទោសដល់វិញ្ញាណរបស់មីមុខអ្នកភូមិក៏បានសម្រេចចិត្តរៀបចំពិធីបូជាសពនោះម្ដងទៀតនៅយប់ថ្ងៃដដែលដោយគោរពតាមទំនៀមទម្លាប់ពេញលេញមិនមែនជាការឧបកិច្ចឡើយត្បិតសល់តែក្បាលមួយក៏ដោយក្រោយពិធីបូជាសពជាលើកទី2ត្រូវបានបញ្ចប់ភូមិរបស់យើងក៏បានវិលត្រឡប់មកកាន់ភាពស្ងប់ស្ងាត់ធម្មតាវិញក្នុងថ្ងៃបូជាដំបូងនោះតាលួងគាត់បានដាក់ជ្រុលរៀងស្រវឹងបន្តិចក៏មិនសូវបានជាយកចិត្តទុកដាក់លុះដុតសពរបស់មីងមុខអស់ហើយអស់ទាំងព្រេងស្រាប់តែសល់ក្បាលចេះត្រឹមមួយជំហៀងមុខមេឃក៏ងងឹតផងក៏ស្រវឹងផងផ្លូវក៏ឆ្ងាយគួរសមក្នុងការដឹកជញ្ជូនសម្ភារៈមកដុតបង្ហើយចំពេលនោះស្ងាត់គ្មានមនុស្សទីគាត់ក៏យកក្បាលរបស់មីងមុខដែលឆេះមិនអស់នោះទៅគប់ចោលតែម្ដងទំនងជាដោយសារតែហេតុនេះហើយទើបខ្មោចរបស់មីងមុខលងគេលងឯងពេញភូមិកន្លងផុតទៅជាច្រើនឆ្នាំខ្ញុំបានផ្លាស់ទៅរស់នៅឯស្រុកសិរីសភ័ណ្ឌស្ថិតក្នុងខេត្តបន្ទាយមានជ័យនិងបានធំធាត់រៀនសូត្រនៅទីនោះមិនបានដឹងរឿងរ៉ាវរបស់មីងមុខនៅក្នុងភូមិចាស់ទៀតទេនៅឯស្រុកផ្ទះចាស់របស់ខ្ញុំកាលពីខ្ញុំនៅតូចពិតជាសម្បូររឿងចម្លែកកើតឡើងណាស់បើអង្គុយរៀបរាប់3ថ្ងៃរៀបរាប់មិនអស់ផងដូច្នេះហើយសាច់រឿងរបស់យើងថ្ងៃនេះក៏សូមបិទបញ្ចប់តែត្រឹមប៉ុណ្នេះបើពេញចិត្តកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅរឿងបន្ត